បានឈ្មោះសូនសមុទ្រនេះខ្ញុំឈ្មោះសូនអាប់ណានេះខ្ញុំឈ្មោះអូនស្រីអ្នកនេះខ្ញុំឈ្មោះស្រីកំភីពួកយើងគឺជានិស្សិតឆ្នាំទី3នៃ Department ប្រវត្តិវិទ្យានិងជាក្រុមទី3ដែលស្ថិតនៅក្នុងម៉ោងសិល្បៈនិងស្ថាបត្យកម្មខ្មែរដែលបង្រៀនដោយលោកគ្រូលេងស៊ីរ៉ង់ហើយនៅវេលានេះដែរពួកយើងមានតួនាទីក្នុងការបកស្រាយអំពីប្រាសាទមួយដែលស្ថិតនៅក្នុងខេត្តតាកែវគឺប្រាសាទយាយពៅហើយក្នុងការសិក្សាទៅលើប្រាសាទនេះយើងនឹងសិក្សាអំពីលក្ខណៈសំខាន់មួយចំនួនដែលរួមមានដូចជាទី1យើងនឹងសិក្សាអំពីទីតាំងភូមិសាស្ត្រនៃប្រាសាទទី2សិក្សាអំពីប្រវត្តិនៃការសាងសង់ចំណុចទី3យើងនឹងធ្វើការសិក្សាអំពីប្លង់ប្រាសាទចំណុចទី4យើងនឹងសិក្សាអំពីសិល្បៈដែលសិល្បៈនោះយើងនឹងសិក្សាទៅលើចំណុចមួយចំនួនដូចជាហោជាងផ្តែរសសរពេជ្របដិមាចំពោះចំណុចទី5និងទី6យើងនឹងសិក្សាអំពីរឿងទេវកថានិងសរុបសេចក្តីតែម្ដងដើម្បីឲ្យកាន់តែច្បាស់ជាងនេះសូមរីករាយទស្សនាវីដេអូដូចតទៅសូមគោរពលោកគ្រូនិងសួស្តីមេរុងតាទាំងអស់គ្នាខ្ញុំបាទឈ្មោះសំណាងមនោបញ្ញស័ក្តិដែលមានលេខរៀងទី26ជាសមាជិកនៃក្រុមទី3ដែលខ្ញុំមាននាទីក្នុងការបកស្រាយអំពីទីតាំងភូមិសាស្ត្រនៃប្រាសាទយាយពៅប្រាសាទនេះមានទីតាំងស្ថិតនៅក្នុងភូមិថ្នល់តាសិនឃុំក្រាំងធ្នូស្រុកបាទីខេត្តតាកែវដែលមានទីតាំងស្ថិតនៅក្នុងបរិវេណវត្តទន្លេបាទីស្ថិតនៅចំពីក្រោយនៃព្រះវិហារបើយើងចង់ធ្វើដំណើរទៅកាន់ប្រាសាទនេះវាមានចម្ងាយប្រមាណជា42គីឡូម៉ែត្រពីរាជធានីភ្នំពេញដែលយើងអាចធ្វើដំណើរតាមរយៈបណ្ដោយផ្លូវជាតិលេខ2ដូច្នេះបើយើងធ្វើដំណើរតាមផ្លូវនេះប្រមាណជា40គីឡូម៉ែត្រយើងនឹងឃើញច្រកចូលនៅខាងស្ដាំដៃដែលមានដាក់ផ្លាកសញ្ញាថារមណីយដ្ឋានទន្លេបាទីរួចយើងអាចបន្តដំណើរតាមច្រកចូលនេះប្រមាណជា2គីឡូម៉ែត្រយើងក្រឡេកឃើញនៅស្ដាំដៃនឹងឃើញខ្លងទ្វារចូលទៅកាន់វត្តទន្លេបាទីនៅពេលដែលយើងធ្វើដំណើរចូលតាមខ្លងទ្វារវត្តប្រមាណជា200ម៉ែត្រយើងនឹងទៅដល់វត្តទន្លេបាទីតែម្ដងហើយនឹងឃើញប្រាសាទយាយពៅដោយដែលអ្នកទាំងអស់គ្នាបានសិក្សារួចមកហើយអំពីទីតាំងភូមិសាស្ត្ររបស់ប្រាសាទយាយពៅឥឡូវនេះនាងខ្ញុំឈ្មោះសូត្រអំណាដែលមកនិយាយពីប្រវត្តិនៃការសាងសង់ប្រាសាទយាយពៅដែលប្រាសាទយាយពៅត្រូវបានសាងសង់ឡើងនៅចុងសតវត្សទី12ដើមសតវត្សទី13ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី7ហើយប្រាសាទនេះត្រូវបានសាងសង់ឡើងពីថ្មភក់ហើយជាងនេះទៅទៀតនោះប្រាសាទត្រូវបានសាងសង់ឡើងដើម្បីឧទ្ទិសថ្វាយដល់ព្រះពុទ្ធសាសនាផងនិងព្រហ្មញ្ញសាសនាផងបើយើងសង្កេតមើលទៅលើផ្តែរនិងហោជាងបន្ទាប់ពីបានសិក្សាអំពីទីតាំងភូមិសាស្ត្រក៏ដូចជាប្រវត្តិនៃប្រាសាទរួចមកខ្ញុំបានសំណងមនោបញ្ញាសូមធ្វើការអត្ថាធិប្បាយអំពីប្លង់ប្រាសាទវិញម្ដងដោយដែលលោកអ្នកបានសិក្សាអំពីដើមវីដេអូរួចមកហើយថាប្រាសាទនេះមានទីតាំងស្ថិតនៅក្នុងបរិវេណវត្តទន្លេបាទីដែលស្ថិតនៅចំពីក្រោយនៃព្រះវិហារបាទសេចក្តីថាប្រាសាទនេះគឺបែរមុខទៅរកព្រះវិហារគឺបែរមុខទៅទិសខាងកើតជាងនេះទៅទៀតនោះប្រាសាទនេះគឺជាប្រាសាទដែលមានប្រាង្គកំពូលមួយមានកម្ពស់ប្រមាណជា15ម៉ែត្របាទតាមការសរសេររបស់អ្នកស្រាវជ្រាវមុនប៉ុន្តែបច្ចុប្បន្ននេះគឺនៅសល់ត្រឹមតែ8ម៉ែត្រប៉ុណ្ណោះដោយហេតុថាប្រាង្គនៃប្រាសាទនេះត្រូវបានបាក់រលំចុះមកក្រោម
លើពីនេះទៅទៀតនោះប្រាសាទនេះមានរាងជាការ៉េ4ជ្រុងដែលមានជ្រុងទាំងសងខាង7ម៉ែត្រគុណនឹង7ម៉ែត្របន្ថែមពីនេះទៅទៀតនោះយើងសង្កេតឃើញថាប្រាសាទនេះសង់នៅលើផ្ទៃខៀនដែលមានកម្ពស់ប្រមាណជា1ម៉ែត្រដែលផ្ទៃខឿនជុំវិញប្រាសាទការដាំឡើយគឺលម្អទៅដោយក្បាច់នាគព័ទ្ធជុំវិញប្រាសាទម្យ៉ាងវិញទៀតបើយើងក្រឡេកទៅមើលផ្នែកខាងជើងនៃប្រាសាទយើងនឹងប្រទះឃើញនៅស្រះទឹកដ៏ធំមួយផងដែរដែលឡែកបើយើងសង្កេតទៅមើលផ្នែកខាងក្រោយនៃប្រាសាទមានទ្វារបញ្ឆោតមួយដែលនៅអមសងខាងទ្វារបញ្ឆោតនោះមានសសរពេជ្រមួយគូចំណែកផ្នែកខាងលើវិញគឺមានលម្អទៅដោយផ្តែរនិងហោជាងដែលមានចម្លាក់ឆ្លាក់នៅលើនោះផងដែរចំពោះផ្នែកខាងមុខនៃប្រាសាទយើងក៏សង្កេតឃើញមាននៅផ្តែរក៏ដូចជាសសរពេជ្រនិងហោជាងផងដែរបើយើងចូលតាមទ្វារខាងមុខនោះមកដល់ខាងក្នុងយើងនឹងប្រទះឃើញនៅសសរពេជ្រនិងផ្តែរដែលមានទៅដោយរូបចម្លាក់ផងដែរ ជំរាបសួរលោកគ្រូអ្នកគ្រូសិស្សច្បងនិងប្រិយមិត្តទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះនាងខ្ញុំឈ្មោះស៊ូកុនធីនៅឋានៈវេលានេះនាងខ្ញុំនឹងមកអត្ថាធិប្បាយហៅជាងនៃប្រាសាទយាយពៅប៉ុន្តែមុននឹងឈានទៅដល់ការបកស្រាយអំពីហៅជាងនៃប្រាសាទយាយពៅយើងមកស្គាល់ច្បាស់អំពីពាក្យថាហៅជាងជាមុនសិនហៅជាងគឺសំដៅទៅដល់ឈ្មោះសម្រាប់ហៅក្តារបន្ទះក្តារដែលផ្គុំជាប់គ្នាធ្វើជារូបឆាកដែលមានសន្តានដូចជាស្លឹកត្រចៀកដំរីរបាំងដាក់សងខាងចុងដំបូលគ្រឹះព្រះវិហារឬសាលាជាដើមបើយើងក្រឡេកមើលហៅជាងនៃប្រាសាទយាយពៅវិញយើងឃើញថាវាស្ថិតនៅក្នុងរចនាបថបាយ័នដោយយើងសង្កេតទៅលើលក្ខណៈសម្គាល់ដូចជាដងក្តាររបស់ហៅជាងចម្លាក់ដែលស្ថិតនៅលើដងក្តារនិងនៅចុងដងក្តារហៅជាងនៅប្រាសាទយាយពៅនៅទិសខាងលិចយើងសង្កេតទៅមើលលើដងក្តារមានរាងកោងចេញមកខាងក្រៅនិងចូលទៅខាងក្នុងលូនចុះមកក្រោមដោយផ្នែកដងក្តារគេក៏បានលម្អនៅក្បាច់រកាដោយមានបន្ថែមនៅរូបទេពឬរូបបុគ្គលនិងមានរូបព្រះពុទ្ធបដិមាកំពុងសមាធិនៅចំកណ្ដាលដែលស្ថិតនៅលើដងក្តារផងដែរឯនៅខាងចុងដងក្តារវិញឃើញមានរូបសត្វមកដោយមានធ្មេញនិងអណ្ដាតបានខ្ជាក់នាគបែរមុខចេញមុខខាងក្រៅនៅចុងសងខាងដងក្តារហើយរូបនាគនេះទៀតសោតគឺមានមកុដឬក្បាំងនៅពីលើក្បាលនាគឯនាគវិញគឺមានលក្ខណៈធំធាត់ខ្លីនិងមានក្បាច់រចនាច្រើនហើយក្បាច់រចនានេះគឺមានលក្ខណៈរាក់បើយើងសង្កេតមកមើលធ្នឹមវិញយើងឃើញថាធ្នឹមមានលក្ខណៈបញ្ឆោតកាត់ជាជម្រាលស្ដួចចូលមកខាងក្រោមនៃសត្វមកបើយើងមកមើលផ្នែកនៃធ្នឹមវិញយើងឃើញថាធ្នឹមមានលក្ខណៈបញ្ឆោតកាត់ជាជម្រាលស្ដួចចូលមកខាងក្រោមសត្វមករីឯផ្នែកនៃហៅជាងយើងឃើញថាមានសាច់ថ្មដែលគេឆ្លាក់ជារូបបដិមា3អង្គដោយមានទេពមួយអង្គមានកាយវិការរំរែកលើកជើងទម្រង់មួយដែលយើងអាចសន្និដ្ឋានបានថាជារូបព្រះវិស្ណុរាមព្រមទាំងមានរូបទេពឬរូបបុគ្គលពីរដែលអង្គុយអមសងខាងផងដែរចម្លាក់នៅលើហៅជាងនេះមានអ្នកសិក្សាជាច្រើនប៉ុន្តែការសិក្សារបស់អ្នកស្រី Marile Banisti គឺមានលក្ខណៈទំនើបជាងការសិក្សាមុនដោយអ្នកស្រីបានប្រើប្រាស់នូវឧបករណ៍ទំនើបគឺកែវយិតដើម្បីជំនួយក្នុងការមើលរូបភាពចម្លាក់ឲ្យកាន់តែច្បាស់និងមានភាពល្អិតល្អន់ហើយជាលទ្ធផល
អ្នកស្រីបានសន្និដ្ឋានថារូបចម្លាក់នេះទំនងជារូបរបស់ព្រះវិស្ណុរាមដែលនៅក្នុងទម្រង់មានព្រះហស្ថ4ដោយព្រះហស្ថ2កាន់កងចក្រនិងសាំងឯព្រះហស្ថ2ទៀតគឺកំពុងតែធ្វើកាយវិការរាំចំណែកឯរូបចម្លាក់2ដែលអង្គុយនៅអមសងខាងគឺជាអយុធបុរសដែលអយុធបុរសនៅខាងស្ដាំគឺជាភេទប្រុសដែលមានព្រះហស្ថ4ដោយព្រះហស្ថ2កាន់កងចក្រនិងសាំងនិងព្រះហស្ថ2ទៀតកាន់ឧបករណ៍ម្យ៉ាងស្រដៀងនឹងឆាបរីឯអយុធបុរសនៅខាងឆ្វេងគឺជាភេទស្រីដែលមានព្រះហស្ថ2ដែលព្រះហស្ថម្ខាងច្រត់ទៅនឹងដីនិងព្រះហស្ថម្ខាងទៀតកាន់វត្ថុម្យ៉ាងដែលយើងមិនអាចកំណត់អត្តសញ្ញាណបានចម្លាក់ទាំងពីរនេះបើយើងមើលទៅហាក់ដូចជាស្រដៀងនឹងចម្លាក់អយុធបុរសនៅក្នុងសិល្បៈឥណ្ឌាដោយរូបទាំងពីរមានភេទខុសគ្នាភេទប្រុសអង្គុយនៅខាងស្ដាំមានព្រះហស្ថ4តំណាងឲ្យព្រះវិស្ណុនិងចក្របុរសឬសាំងបុរសហើយម្ខាងទៀតជាភេទស្រីដែលតំណាងដោយដំបងដែលអាចថាជាគុទាទេវីដែលជាកិត្តិភ័ណ្ឌភេទស្រីតែមួយគត់របស់ព្រះវិស្ណុបើយើងក៏លេខមកមើលហៅជាងនៅទិសខាងកើតវិញយើងឃើញថាមានសន្តានស្រដៀងទៅនឹងហៅជាងនៅទិសខាងលិចដែរគ្រាន់តែផ្នែកកណ្ដាលដែលស្ថិតនៅលើដងក្តារមានឆ្លាក់នៅរូបទេពដែលស្ថិតនៅក្នុងព្រាហ្មណ៍សាសនារីឯផ្ទៃហៅជើងវិញយើងឃើញមានរូបព្រះពុទ្ធបដិមាដែលកំពុងអង្គុយសមាធិរីឯផ្នែកខាងក្រោមនៃផ្ទៃផ្តែរគឺមានលក្ខណៈផ្ទៃរាបស្មើដែលយើងអាចសន្និដ្ឋានបានថាគឺពុំមានឆ្លាក់ក្បាច់អ្វីឡើយជាបន្តទៅទៀតនេះខ្ញុំបាទឈ្មោះសតសមុទ្រសូមបកស្រាយត្រង់ចំណុចរចនាបថផ្តែរនៃប្រាសាទជីពៅមុននឹងចូលដល់ការបកស្រាយលម្អិតនៃផ្តែរខ្ញុំសូមណែនាំអំពីផ្តែរនៅប្រាសាទជីពៅជាមុនសិនផ្តែរនៅប្រាសាទជីពៅមានចំនួន3ទី1ផ្តែរផ្នែកខាងមុខលើមេទ្វារនៃប្រាសាទ2ផ្តែរនៅលើមេទ្វារផ្នែកខាងក្នុងនៃប្រាសាទ3ផ្តែរនៅលើមេទ្វារផ្នែកខាងក្រោយនៃប្រាសាទនៅពេលនេះខ្ញុំបាទសូមបកស្រាយឲ្យបានលម្អិតនិងស៊ីជម្រៅទៅលើផ្តែរផ្នែកខាងមុខជាមុនតើផ្តែរនេះស្ថិតនៅក្នុងរចនាបថណាហើយគេសម្គាល់ទៅលើអ្វីទើបអាចកំណត់ថាផ្តែរនេះស្ថិតនៅក្នុងរចនាបថនោះដូច្នេះសូមរីករាយស្ដាប់នៅការបកស្រាយរបស់ខ្ញុំដូចតទៅខ្ញុំបាទសូមធ្វើការបកស្រាយចំណុចកណ្ដាលនៃរចនាបថផ្តែរនេះក្រឡេកទៅមើលខាងក្រោមយើងឃើញមានរូបព្រះកាលដែលមានចង្កូមនៅកែមាត់សងខាងរីឯដៃកំពុងតែចាប់ជើងសឹងទាំងសងខាងហើយសឹងនោះក៏កំពុងតែពាំចុងកម្រងមែកឈើដែលមានរាងអង្កត់ធ្នូដូចគ្នារីឯចុងកម្រងមែកឈើទាំងសងខាងនោះក៏យើងឃើញមានរូបព្រះកាលកំពុងតែពាំផងដែរបើងាកមកមើលផ្នែកកណ្ដាលយើងឃើញថានៅខាងលើរូបព្រះកាលយើងឃើញមានរូបបដិមាចំនួន3ដែលកំពុងទ្រព្រះពុទ្ធរូបហើយព្រះពុទ្ធរូបក៏កំពុងតែស្ថិតនៅក្នុងស៊ុមចំពោះរូបបដិមាចំនួន3នេះ
គឺវិវត្តមកពីរចនាបថអង្គរដែលគេសង្កេតទៅលើមកុដខុសពីរចនាបថអង្គរដែលរចនាបថអង្គរគឺមានមកុដនៅខាងលើស្រួចចំណែកឯបដិមាចំនួន3នេះយើងឃើញថារូបមកុដគឺមានលក្ខណៈមិនសូវស្រួចដូចនៅរចនាបថអង្គរបើយើងក៏លេចទៅមើលទាំងសងខាងនៃផ្នែកផ្តែរនៅខាងលើយើងឃើញថាមានពុទ្ធរូបចំនួន1អង្គទាំងសងខាងបើយើងងាកមកមើលផ្នែកក្បាច់ស្លឹកឈើវិញម្ដងទាំងខាងលើនិងខាងក្រោមចំពោះខាងក្រោមគឺក្បាច់ស្លឹកឈើមានរាងទំពុកចុះមកក្រោមដែលរំលេចទៅដោយរូបបដិមានៅខាងក្នុងចំពោះខាងលើវិញគឺមានលក្ខណៈស្រួចទៅខាងលើក៏ប៉ុន្តែមិនស្រួចដូចនៅរចនាបថអង្គរនោះទេពីរួមមកផ្តែរនៅលើមេទ្វារផ្នែកខាងមុខនៃប្រាសាទជីពៅនេះគឺស្ថិតនៅក្នុងរចនាបថបាយ័នដែលគេសម្គាល់ទៅលើរូបព្រះកាដែលមានចង្កូមនេះគឺជាលក្ខណៈសម្គាល់មួយដែលរចនាបថផ្សេងមិនមានឯលក្ខណៈពិសេសមួយទៀតនោះគឺមានរូបព្រះពុទ្ធចំនួន3អង្គរូបបដិមាមានចំនួន3ដូចគ្នានេះគឺជាលក្ខណៈសម្គាល់មួយផងដែរដែលនៅក្នុងរចនាបថបាយ័នគេពេញនិយមធ្វើចំនួនលេខសេសបើទោះបីជាផ្តែរនេះស្ថិតនៅក្នុងរចនាបថបាយ័នក៏ដោយក៏ប៉ុន្តែនៅមានក្បាច់មួយចំនួនគឺចម្លងមកពីរចនាបថព្រះគោយើងក្រឡេកទៅមើល1/4នៃក្បាច់ស្លឹកឈើយើងឃើញថាក្បាច់ស្លឹកឈើដែលមានរាងជាទំពុករំលេចទៅដោយរូបបដិមានៅខាងក្នុងរីឯកម្រងមែកឈើដែលមានរាងធ្នូគឺមានឆ្នូតវែងនេះហើយគឺជាលក្ខណៈសម្គាល់របស់រចនាបថព្រះគោជាបន្តទៅទៀតនេះខ្ញុំបាទសូមធ្វើការបកស្រាយនៅចំណុចផ្តែរដែលស្ថិតនៅខាងក្នុងនៃប្រាសាទចំពោះផ្តែរនេះគឺឃើញថាមានភាពខុសប្លែកពីរចនាបថផ្តែរទី1ដែលស្ថិតនៅខាងមុខប្រាសាទដែលផ្តែរទី1នោះគឺគេនិយាយអំពីរចនាបថផ្សេងនិងចម្លាក់ដែលមានរូបព្រះកាផងដែរចំណែកឯផ្តែរនៅខាងក្នុងប្រាសាទនេះវិញគឺគេនិយាយអំពីរឿងទេវកថាដែលតាក់ទងទៅនឹងសាសនាចំពោះផ្តែរនេះយើងឃើញថាមានរូបបដិមាចំនួន2ជាន់អញ្ចឹងខ្ញុំសូមធ្វើការបកស្រាយនៅជាន់ខាងក្រោមមុនដែលនិយាយតាក់ទងទៅនឹងរូបបុគ្គលដែលមានចំនួន9នាក់ចំណែកឯជាន់ខាងលើវិញមានរូបព្រះពុទ្ធចំនួន7អង្គនេះគឺជាលក្ខណៈពិសេសនៅក្នុងរចនាបថបាយ័នដែលគេពេញនិយមធ្វើជាលេខសេសអញ្ចឹងផ្តែរមួយនេះក៏ស្ថិតនៅក្នុងរចនាបថបាយ័នដូចទៅនឹងរចនាបថផ្តែរនៅខាងមុខដែរនេះគឺជាផ្តែរចុងក្រោយដែលខ្ញុំបាទត្រូវបកស្រាយដែលផ្តែរនេះស្ថិតនៅផ្នែកខាងក្រោយនៃប្រាសាទជីពៅផ្តែរនេះគឺនិយាយអំពីរឿងដែលតាក់ទងព្រះពុទ្ធសាសនានិងព្រាហ្មណ៍សាសនាយើងបានដឹងហើយថាផ្តែរនៅក្នុងរចនាបថបាយ័នគឺគេនិយមធ្វើរូបបដិមាឬរូបមនុស្សជាលេខសេសនៅត្រង់ចំណុចនេះជាលក្ខណៈពិសេសរបស់ផ្តែរដែលនិយាយអំពីរឿងចំពោះផ្តែរនេះយើងក៏លេខទៅមើលឃើញមានរូបចំនួន3ថ្នាក់ដែលចម្លាក់រូបបដិមានិងមនុស្សឬក៏បុគ្គលចំពោះថ្នាក់ទី1នៅផ្នែកខាងក្រោមមានរូបមនុស្សចំនួន9នាក់ដែលជារូបតំណាងឲ្យបុគ្គលចំពោះថ្នាក់ទី2នៅចំណុចកណ្ដាលឃើញមានរូបក្រុមបាគូចំនួន9នាក់ដែលត្រូវជាកូនចៅរបស់ព្រាហ្មណ៍បរហិតដែលមានតួនាទីប្រារព្ធធ្វើរាជពិធីផ្សេងចំណែកឯថ្នាក់ទី3ដែលស្ថិតនៅខាងលើឃើញមានរូបព្រះពុទ្ធនៅចំកណ្ដាលមួយអង្គហើយនៅផ្នែកសងខាងព្រះពុទ្ធរូបនោះ
ក៏ឃើញមានឥសីចំនួន3នាក់បន្តមកទៀតក៏ឃើញមានរូបក្រុងបាគូនៅអមសងខាងឥសីចំនួន5នាក់ផងដែរនេះហើយគឺជាចំណុចពិសេសរបស់ផ្តែរផ្នែកខាងក្រោយនៃប្រាសាទជីពៅដែលមានចំនួនជាលេខសេសដែលគេពេញនិយមធ្វើនៅក្នុងរចនាបថបាយ័នជារួមមកផ្តែរទាំង3ដែលនៅក្នុងប្រាសាទជីពៅនេះទាំងនៅខាងមុខខាងក្នុងនិងខាងក្រោយគឺសុទ្ធសឹងតែជាផ្តែរដែលស្ថិតនៅក្នុងរចនាបថបាយ័នទាំងអស់ខ្ញុំសូមគោរពជំរាបសួរលោកគ្រូនាងខ្ញុំឈ្មោះអ៊ុនស្រីលក្ខដែលមកអធិប្បាយទៅសពេជ្រនៅប្រាសាទទីពៅបើយើងក៏លេចមកមើលទៅសពេជ្រនៅប្រាសាទទីពៅវិញគឺយើងឃើញថាទៅសពេជ្រនៅផ្នែកខាងមុខគឺមានសភាពខូចខាតបន្តិចប៉ុន្តែយើងអាចកំណត់សម្គាល់អំពីក្បាច់នៅលើទៅសពេជ្របានទៅសពេជ្រនេះយើងឃើញថាមានក្បាច់រង្វាន់នៅចន្លោះ1ភាគ2 1ភាគ4 1ភាគ8តែយើងមិនអាចរាប់បាននោះទេព្រោះតែក្បាច់រង្វាន់នេះគឺមានលក្ខណៈប្រហាក់ប្រហែលគ្នាទើបយើងមិនអាចបែងចែកបានលើពីនេះទៅទៀតយើងឃើញថាកសោពេជ្រនេះក៏មានក្បាច់ស្លឹកឈើផងដែរដែលជាលក្ខណៈពិសេសរបស់កសោពេជ្រគឺគេធ្វើភ្ជាប់ជាមួយនឹងជញ្ជាំងត្រង់ចំណុចនេះហើយទើបយើងនិយាយបានថាកសោពេជ្រនៅផ្នែកខាងមុខគឺស្ថិតនៅក្នុងរចនាបថបាយ័នហើយចំពោះសសរពេជ្រដែលស្ថិតនៅផ្នែកខាងក្នុងប្រាសាទជីពៅយើងអាចមើលនិងក៏សង្កេតបានថាគឺស្ថិតនៅក្នុងរចនាបថបាយ័នដែលយើងអាចកំណត់និងវិនិច្ឆ័យបានដំបូងគឺជាការកត់សម្គាល់ទៅលើសសរពេជ្រដែលស្ថិតនៅជាប់ជញ្ជាំងដែលមានលក្ខណៈខុសពីរចនាបថមុនដែលរចនាបថមុនគេឆ្លាក់ហើយបានគេយកទៅដាក់តែសសរពេជ្រនេះគឺជាប់ជញ្ជាំងតែម្ដងហើយចំពោះលក្ខណៈសម្គាល់មួយទៀតគឺកងរង្វាន់ចិញ្ចៀនគឺមានលក្ខណៈដូចគ្នាទាំងស្រុងដែលពុំបាក់បែងចែកថាជាកងរង្វាន់ចិញ្ចៀន1ភាគ2 1ភាគ4ឬក៏1ភាគ8ដោយសារតែកងរង្វាន់ចិញ្ចៀនទាំងនោះគឺមានលក្ខណៈស្ទើរតែដូចគ្នាទាំងស្រុងដែលជាលក្ខណៈមួយដែលយើងអាចមើលនិងកត់សម្គាល់បានថាតសពេជ្ររបស់ប្រាសាទជីពៅគឺជាតសពេជ្រដែលស្ថិតនៅក្នុងរចនាបថបាយ័នចំណែកឯនៅផ្នែកខាងក្រោយនៃសសរពេជ្រយើងឃើញថាគឺមានលក្ខណៈដូចផ្នែកខាងមុខដោយសារតែក្បាច់រង្វាន់គឺមានលក្ខណៈប្រហាក់ប្រហែលគ្នាគឺ1ភាគ2 1ភាគ4និង1ភាគ8ហើយចំពោះលក្ខណៈដែលខុសពីផ្នែកខាងមុខវិញគឺក្បាច់ស្លឹកឈើវិវត្តមកមានលក្ខណៈល្អិតល្អិតជាងសសរពេជ្រនៃផ្នែកខាងមុខប្រាសាទរីឯលក្ខណៈពិសេសដែលសសរពេជ្រនេះស្ថិតនៅក្នុងរចនាបថបាយ័នគឺយើងសម្គាល់ទៅលើសសរពេជ្រដែលធ្វើជាប់នឹងជញ្ជាំងដោយទៅនឹងសសរពេជ្រនៃផ្នែកខាងមុខប្រាសាទផងដែរជំរាបសួរលោកគ្រូក៏ដូចជាសួស្តីអ្នកតាមដានវីដេអូទាំងអស់គ្នាជាសារជាថ្មីម្ដងទៀតនាងខ្ញុំឈ្មោះសុគន្ធីនិងបកស្រាយអំពីទេវកថានៃប្រាសាទជីពៅកាលពីដើមឡើយមានស្ដេចព្រះនាមកេតុមាលាសោយរាជនៅមហានគរដែលជាស្ដេចមានបុណ្យដ៏អស្ចារ្យម្នាក់វេលានោះស្ដេចមានការអបសពក្នុងព្រះរាជហឫទ័យទ្រង់ក៏បានយាងកំសាន្តតាមឆ្នេរសមុទ្រត្រើយខាងត្បូងដោយយាងទៅដល់ទន្លេបាទីទ្រង់ក៏ចោះព្រះទីនាងនាវានៅត្រើយនោះដោយមានសោភ័ណ្ឌហើយទ្រង់បានបោះពលីជ័យសម្រាប់នៅទីនោះអ្នកស្រុកប្រុសស្រីទាំងអស់បានឮដំណឹងថាស្ដេចយាងពីមហានគរដោយមិនដែលពុកស្គាល់ស្ដេចនោះអ្នកស្រុកនាំគ្នាច្រើនអ៊ូអរយករបស់មកថ្វាយស្ដេចដល់ព្រះអង្គគ្រប់គ្នាកាលនោះ
ហើយក៏មានយាយម្នាក់មានទ្រព្យសម្បត្តិស្ដុកស្ដំជាងគេនៅក្នុងភូមិគាត់មានកូនក្រមុំមួយឈ្មោះថានាងពៅមានរូបឆោមសម្បុរល្អប្រសើរលើសស្រីទាំងពួងគាត់ក៏បាននាំកូនក្រមុំមកទូលស្ដេចរាល់ថ្ងៃព្រះមហាក្សត្រទតឃើញនាងនោះក៏មានព្រះរាជហឫទ័យប្រតិព័ទ្ធចង់ចំអន់ឡក់លើយលេងគ្រប់ពេលវេលាយាយដឹងថាស្ដេចសមព្រះរាជហឫទ័យនឹងកូនក្រមុំរបស់ខ្លួនក៏បានលើកកូនក្រមុំរបស់ខ្លួនថ្វាយដល់ស្ដេចពេលដែលស្ដេចបាននាងពៅធ្វើជាមហេសីទ្រង់សមព្រះរាជហឫទ័យនឹងនាងពន់ពេកព្រោះនាងជាស្រីដែលមានរូបឆោមល្អស្ដេចគង់នៅទីនោះបានរយៈពេល3ខែនាងពៅក៏មានគភ៌គ្រានោះពេលនាងមានគភ៌បាន3ខែព្រះរាជាទ្រង់មានបន្ទូលថាចូលប្អូននៅទីនេះចុះពីព្រោះមានព្រះមេដាថែរក្សាឯបងសូមលាទៅមហានគរវិញហើយទ្រង់ក៏បានប្រទានព្រះទម្រង់មួយទុកជាគេថាបើព្រះរាជបុត្រប្រសូតមកដឹងក្តីកាលណាហើយចង់ទៅរកបងចូលនាងឲ្យព្រះរាជបុត្រពាក់ទម្រង់នេះយកទៅធ្វើជាសាក្សីនាងពៅបានស្ដាប់ព្រះរាជបន្ទូលនេះក៏សោកសង្រេងជាមួយនឹងព្រះស្វាមីជាពន់ពេកដោយទ្រង់មិនឲ្យទៅតាមផងក្រោយមកព្រះរាជបុត្រក៏បានប្រសូតព្រះមេដាឲ្យព្រះនាមថាអង្គព្រំកុមារដោយហេតុថាព្រះរាជកុមារប្រសូតនៅព្រំដែនទន្លេនោះលុះព្រះអង្គមានប្រជញ្ញ16វស្សាក៏សួររកព្រះបិតានាងពៅក៏ប្រាប់គ្រប់សពហើយព្រះអង្គក៏យាងទៅរកព្រះបិតានៅឯមហានគរមេដាក៏បានប្រគល់ព្រះទម្រង់ឲ្យព្រះរាជបុត្រពាក់នៅវេលានោះទ្រង់ក៏បានក្រាបទូលលាព្រះមេដាយាងទៅរកព្រះបិតាលុះដល់ព្រះរាជវាំងទ្រង់បានប្រគល់ព្រះទម្រង់ឲ្យព្រះបិតាមើលព្រះបិតាស្ដេចបានចាំយ៉ាងច្បាស់ហើយក៏បានចាត់ឲ្យព្រះកុមារធ្វើជាចៅហ្វាយស្រុកនៅទីនោះដោយប្រទានត្រាឲ្យធ្វើជាស្ដេចត្រាញ់នៅទីនោះផងដែរហើយដោយហេតុអង្គព្រំជាស្ដេចត្រាញ់មុនគេទ្រង់ក៏បានដាក់ឈ្មោះស្រុកនោះថាជាស្រុកបាទីទន្លេនោះឈ្មោះថាទន្លេបាទីគឺជាទីរបស់ស្ដេចហើយព្រះអង្គក៏បានចាត់ឲ្យគេកសាងប្រាសាទ2មួយជូនព្រះមេដាដែលសពថ្ងៃហៅថាប្រាសាទយាយពៅនិងមួយទៀតសម្រាប់ទ្រង់គង់នៅសពថ្ងៃហៅថាប្រាសាទតាព្រំបន្ទាប់ពីបានសិក្សានៅខាងដើមវីដេអូរួចមកនោះយើងអាចសរុបមកវិញបានថាប្រាសាទយាយពៅមានទីតាំងស្ថិតនៅក្នុងបរិវេណវត្តទន្លេបាទីដែលស្ថិតនៅក្នុងភូមិថ្នល់តាសិនឃុំក្រាំងធ្នងស្រុកបាទីខេត្តតាកែវដែលប្រាសាទនេះត្រូវបានសាងសង់ឡើងក្នុងអំឡុងសតវត្សទី12ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី7ដើម្បីឧទ្ទិសថ្វាយដល់ពុទ្ធសាសនាផងនិងព្រហ្មញ្ញសាសនាផងដែលប្រាសាទនេះស្ថិតនៅក្នុងរចនាបថបាយ័នជាងនេះទៅទៀតប្រាសាទនេះជាប្រាសាទដែលមានប្រាង្គតែមួយមានកម្ពស់ប្រមាណជា8ម៉ែត្រនិងមានរាងជាការ៉េ4ជ្រុងបែរមុខទៅទិសខាងកើតប្រាសាទនេះមានទ្វារបញ្ឆោតចំនួន1មានផ្តែរទាំងអស់ចំនួន3ហើយជាងចំនួន2សសរពេជ្រចំនួន3គូជាចុងក្រោយនោះក្រុមយើងខ្ញុំសូមថ្លែងអំណរគុណលោកគ្រូក៏ដូចជាមិត្តនិស្សិតនិងអ្នកសិក្សាគ្រប់រូបដែលបានទស្សនានៅវីដេអូមួយនេះហើយក្រុមយើងខ្ញុំក៏សូមគោរពជូនពរលោកគ្រូនិងអ្នកសិក្សាគ្រប់រូបឲ្យជួបតែពុទ្ធពរ4ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លីកឡើយ